green building គឺមានជា criteria ឬមួយក៏លក្ខណៈវិនិច្ឆ័យរៀងៗខ្លួនអាស្រ័យទៅតាមប្រភេទនៃ standard ដែលយើង apply ហ្នឹង green building standard ទូទាំងពិភពលោកតែម្ដងអ្វីដូចគ្នានោះគឺទី1គឺកាត់បន្ថយនៅផលប៉ះពាល់បរិស្ថានពីសំណង់របស់យើងឧទាហរណ៍ប្រើប្រាស់ប្រសិទ្ធភាពថាមពលឲ្យមានប្រសិទ្ធភាពជាងមុនប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពជាងមុននេះជាដើមសម្រាប់ម្ចាស់គម្រោងដែលគាត់កំពុងតែអូខេគាត់មានអគារហើយក៏ប៉ុន្តែអគាររបស់គាត់ចាស់ហើយគាត់ចង់ឲ្យអគារហ្នឹងជា green building ដែរអញ្ចឹងគាត់គួរតែធ្វើបែបណា factory ភាគច្រើនគឺយើងត្រូវ export product ទៅខាងក្រៅបាទអញ្ចឹងដើម្បី export product ទៅខាងក្រៅសប្តាហ៍នៅប្រទេសធំៗជាច្រើនទាមទារឲ្យ supplier របស់គាត់ហ្នឹងmeet នៅគេហៅថា sustainability goal មួយសួស្តីអ្នកនាងសូមស្វាគមន៍មកកាន់វិស្វករ podcast ហើយនេះគឺជា podcast ទី1ដែលខ្ញុំអញ្ជើញវិក្កាមរបស់យើងជា expert ខាង green building ហើយគោលបំណងនៃការធ្វើ podcast មួយហ្នឹងគឺខ្ញុំចង់ចែករំលែកទៅកាន់សិស្សនិស្សិតក៏ដូចជាអ្នកដែលកំពុងធ្វើការងារខាងវិស័យមួយហ្នឹងដើម្បីគាត់យល់ដឹងបន្ថែមពីផ្នែកផ្សេងៗនៅក្នុងវិស័យសំណង់តែទៅមួយ green building នៅក្នុងប្រទេសកម្ពុជារបស់យើងគឺខ្ញុំគិតថាវាសំខាន់ដោយសារតែខ្ញុំឃើញមានអគារកំពុងតែអភិវឌ្ឍច្រើនខ្លាំងមែនទែនអញ្ចឹងការដាក់បញ្ចូលនៅ green building ក៏ជាផ្នែកមួយនៃវិស័យសំណង់ផងដែរអញ្ចឹងខ្ញុំបាន invite សុផារិតដើម្បីធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាយល់កាន់តែស៊ីជម្រៅទៅលើផ្នែកមួយហ្នឹងអញ្ចឹងដើម្បីឲ្យស្គាល់គាត់កាន់តែច្បាស់ចង់ឲ្យសុផារិតណែនាំខ្លួនឯងតិចមកបាទសួស្តីទាំងអស់គ្នាខ្ញុំបានឈ្មោះសុផារិតខ្ញុំគឺជាអ្នកជំនាញប្រឹក្សាយោបល់អគារបៃតងប្រសិទ្ធភាពថាមពលនិងនិរន្តរភាពបរិស្ថានថ្ងៃនេះខ្ញុំមានសេចក្តីសំណររីករាយដែលសន្យាគាត់បានបង្កើតជា engineering podcast ដែលខ្ញុំអាចចូលក្នុងការចែករំលែកពី green building ទៅកាន់អ្នកទាំងអស់គ្នាបាទដោយសារតែខ្ញុំនិងសុផារិតក៏ស្គាល់គ្នាហើយដែរហើយយើងក៏បានធ្វើការងារមួយគ្នាច្រើនខ្លាំងមែនទែននៅក្នុងវិស័យសំណង់មួយហ្នឹងហើយជាក់ស្ដែងខ្ញុំធ្វើខាង construction project management ហើយគាត់ជា green building expert អញ្ចឹងខ្ញុំចង់សួរទៅកាន់សុផារិតវិញតើការងារ green building expert ឬក៏ green building consultant ហ្នឹងគេធ្វើការប្រឹក្សាទៅលើគេខ្លះសម្រាប់វិស័យមួយហ្នឹងណាបាទជាក់ស្ដែងក្នុងនាមជាអ្នកប្រឹក្សាយោបល់ខាងអគារបៃតងការងាររបស់យើងនោះគឺជួយឲ្យម្ចាស់គម្រោងក៏ដូចជាក្រុមការងារនៅគម្រោងទាំងអស់ដើម្បីសម្រេចបាននៅធ្វើការអភិវឌ្ឍសម្រេចបាននៅគោលដៅនៃនិរន្តរភាពរបស់ខ្លួនឬមួយគោលដៅនៃការអភិវឌ្ឍអគារបៃតងបាទអញ្ចឹងយើងជួយម្ចាស់គម្រោងតាំងពីការ planning design យើងមិនមែនជា design ទេយើងផ្ដល់ជាយោបល់និងគោលការណ៍ផ្សេងៗដើម្បីជួយឲ្យគាត់ធ្វើម៉េចតាំងពី planning design និង construction អាចសម្រេចបាននៅគោលដៅនៃអគារបៃតងបាទជាក់ស្ដែងខ្ញុំធ្វើខាង project management ហើយពេលខ្ញុំធ្វើការទៅជាមួយនឹង project មួយចំនួនយើងត្រូវការបញ្ចូលនៅ green building អញ្ចឹងសម្រាប់ green building expert នៅក្នុងប្រទេសកម្ពុជារបស់យើងបើខ្ញុំនិយាយទៅក៏មិនសូវជាច្រើនបានដែរអញ្ចឹងអ្វីដែលខ្ញុំធ្វើការច្រើនបំផុតសម្រាប់អគារមួយចំនួនដូចជា factory ទៅមួយ high rise building ហើយនៅអគារផ្សេងៗគឺខ្ញុំបានធ្វើការជាមួយស្ប៉ារច្រើនហើយខ្ញុំយល់ឃើញថាតើទៅជាមួយនឹង green building ពិតជាសំខាន់ខ្លាំងមែនទែនហើយបែកមកវិញសម្រាប់សុផារិតទៅជាមួយជំនាញរបស់សុផារិតដែលគាត់រៀននៅខាង bachelor ក៏ដូចជា master degree គឺគាត់រៀនខាង architecture ចុះហេតុអីបានជាមិនចាប់ជំនាញឲ្យត្រូវជាមួយនឹងអ្វីដែលយើងរៀនយើងបែរមកជ្រើសរើសយកផាតមួយនៃអគារដូចជា green building មួយហ្នឹងបាទអរគុណសន្យាអញ្ចឹងជា background របស់ខ្ញុំមានខាងជំនាញ architectural engineering ហ្នឹងហើយ bachelor degree នៅសាលា Signal បន្តទៀតខ្ញុំបានបន្តតាម master ផ្នែក sustainable design ក៏នៅតែជាអាចនិយាយបានថាជា architectural design ទៅដែរមានថាជាអ្នក design ប្លង់ស្ថាបត្យកម្មអញ្ចឹងទៅបាទមូលហេតុចម្បងមួយដែលធ្វើខ្ញុំមានការវិវត្តខ្លួនពីជាអ្នក design មកជាអ្នកប្រឹក្សាយោបល់គឺបន្ទាប់ពីខ្ញុំបានបន្តតាម master យើងមើលឃើញការកសាងមួយក៏ការសាងសង់សំណង់វាមានឥទ្ធិពលខ្លាំងណាស់ទៅលើទាំងបរិស្ថានទៅលើទាំងការនៅរបស់យើងទៅលើបរិស្ថាននោះគឺការផលប៉ះពាល់បរិស្ថានពីសំណង់អគារផ្ទាល់តាំងពីយកសម្ភារៈសំណង់យកមកសាងសង់ជាអគារនិងដំណើរការរបស់អគារនិយាយចឹងគឺមកអាយុជីវិតនៃអគារហ្នឹងគឺវាមានផលប៉ះពាល់បរិស្ថានធំធេងបាទទី2គឺទៅលើឥទ្ធិពលនៃអគារទៅកាន់អ្នកប្រើប្រាស់បាទដូចជាអញ្ចឹងយើងជាធម្មតាយើងចំណាយពេលប្រហែលជាស្ទើរ90%នៃពេលវេលារបស់យើងគឺនៅក្នុងអគារសុទ្ធ
ផាយពីច្រើនលើកឡើងតែយើងធ្វើដំណើរតាមផ្លូវបាទហ្នឹងគឺធ្វើដំណើរពីផ្ទះមកoffice ឬមួយក៏ទៅសាលារៀនហើយមកគឺយើងនៅក្នុងអគារតែម្ដងបាទអញ្ចឹងអគារមានឥទ្ធិពលខ្លាំងទៅលើសុខភាពរបស់អ្នកប្រើប្រាស់បាទអញ្ចឹងបន្តមកទៀតខ្ញុំក៏រកឃើញមិនរកឃើញគឺបានស្វែងយល់អំពីស្តង់ដារអគារបៃតងផ្សេងដែលជួយក្នុងការគ្រប់គ្រងទៅលើផលប៉ះពាល់បរិស្ថានជួយអគារហ្នឹងមានផាសុខភាពសុខុមាលភាពដល់អ្នកប្រើប្រាស់លើសពីហ្នឹងក៏វាជួយឲ្យអគារហ្នឹងកាន់តែមានតម្លៃរបស់វាបន្ថែមទៀតបាទអញ្ចឹងអាហ្នឹងឯងគឺជាអគារបៃតងហើយខ្ញុំក៏បានចាប់ផ្ដើមអភិវឌ្ឍខ្លួនទៅរកជាអ្នកប្រឹក្សាយោបល់អគារបៃតងជួយឲ្យគម្រោងរបស់យើងហ្នឹងការអភិវឌ្ឍរបស់យើងហ្នឹងសម្រេចបាននៅគោលដៅទាំងហ្នឹងបាទអញ្ចឹងតើតើជាមួយនឹងវិស័យទាំងពីរហ្នឹងគឺបើនិយាយទៅវាមិនខុសគ្នាឆ្ងាយទេវាប្រហាក់ប្រហែលគ្នាទេវានៅក្នុងវិស័យតែមួយទេបាទហើយហ្នឹងហើយពួកអីនិយាយមិញតើតើមួយនឹងអគារបៃតងហើយជាក់ស្ដែងសម្រាប់ខ្ញុំក៏មិនស៊ីជម្រៅតើតើមួយអគារបៃតងដូចអ្នក expert ដែរហើយបើនិយាយពីខាងសភារដ្ឋវិញគឺបើនិយាយបទពិសោធន៍ច្រើនដែរខ្ញុំឃើញតើតើមួយអគារបៃតងអញ្ចឹងខ្ញុំចង់យកស៊ីជម្រៅតើអគារបៃតងហ្នឹងបើយើងនិយាយទៅវាជាអីគេបើសិនជាពីខាងសភារដ្ឋវិញជួយបញ្យល់តើតើជាមួយនឹងអគារបៃតងហ្នឹងតិចបានអត់បាទអរគុណសន្យាអញ្ចឹងផាយជាទាំងអស់គ្នាធ្លាប់ឮពាក្យថាអគារបៃតងហើយពេលខ្លះយើងក៏មើលឃើញថាអូអគារបៃតងប្រហែលជាវាជីវភាពអគារដែលមានដើមឈើមាន green space ច្រើនឬមួយពេលខ្លះផែយើងគិតថាផែជាអគារដែលលីពបៃតងក៏ថាបានដែរណាព្រោះថាតាមពិតទៅពីថាបៃតងហ្នឹងគឺចង់សម្ដៅទៅលើបរិស្ថានអីចឹងទៅបាទអញ្ចឹងអ្វីដែលបៃតងផែជាវាល្អសម្រាប់បរិស្ថានអីជាដើមបាទអញ្ចឹងក្នុងន័យថាអគារបៃតងការដាំដើមឈើឬមួយក៏បង្កើតជា green space វាជាផ្នែកមួយនៃការកសាងអគារទៅជាលក្ខណៈបៃតងវាជាផ្នែកមួយផ្នែកទូចមួយប៉ុន្តែអ្វីដែលលើសពីហ្នឹងទៀតនោះគឺអគារបៃតងទី1គឺធ្វើឲ្យប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានរបស់យើងឲ្យមានប្រសិទ្ធភាពជាងមុនបាទឧទាហរណ៍សំណង់របស់យើងប្រើប្រាស់ធនធានធម្មជាតិដែលយើងយកមកសាងសង់ឲ្យមានប្រសិទ្ធភាពជាងមុនដំណើរការទៅឲ្យមានប្រសិទ្ធភាពជាងមុនដែរឧទាហរណ៍ការប្រើប្រាស់ទឹកការប្រើប្រាស់ភ្លើងនិងធនធានផ្សេងទៀតក្នុងមួយអាយុជីវិតរបស់អគារធ្វើម៉េចឲ្យអគារនោះមានប្រសិទ្ធភាពជាងមុនបាទនៅពេលដែលអគារនោះមានប្រសិទ្ធភាពជាងមុនវាក៏ចូលរួមចំណែកកាត់បន្ថយនៅផលប៉ះពាល់បរិស្ថានដែរទន្ទឹមនឹងក៏វាជួយសន្សំចៃដល់ investment ទៅលើការពិវត្តន៍ហ្នឹងក្នុងរយៈពេល long term ដែរថាតាំងពីចាប់ផ្ដើមរហូតដល់ចប់ជីវិតរបស់អគារបាទនឹងជាផ្នែកធំមួយនៃអគារបៃតងបាទអញ្ចឹងតើមួយនឹងខ្ញុំនិយាយពីប្រសិទ្ធភាពជាងមុនហ្នឹងអញ្ចឹងមកថាប្រសិទ្ធភាពជាងមុនមិនន័យថាបើមកថា system នៅក្នុងតាមដែលខ្ញុំធ្វើការជាមួយខាង green building មាន system ខ្លះយើងត្រូវតែឲ្យវា efficiency ជាងមុនអញ្ចឹងប្រសិទ្ធភាពជាងមុនហ្នឹងយើងបើនិយាយពី system វាអាចបញ្ជាក់ទៅលើគេខ្លះទៅបើយើងឲ្យស៊ីជម្រៅពី system មួយហ្នឹងបាទត្រឹមត្រូវអញ្ចឹងនៅពេលដែលយើងនិយាយថាគម្រោងរបស់យើងហ្នឹងឲ្យមានប្រសិទ្ធភាពជាងមុននោះគឺទី1យើងត្រូវមានអីមកបោះវែងបាទអញ្ចឹងយើងមិនដឹងថារបស់យើងមានប្រសិទ្ធភាពជាងមុនបាទអញ្ចឹងទី1យើងត្រូវមាន baseline មួយដែលជាសម្រាប់ក្នុងការបោះវែងថាតើគម្រោងរបស់យើងនេះមានប្រសិទ្ធភាពជាងមុនហ្នឹងប្រហែល%ដែរត្រូវប៉ុណ្ណាដែរបាទឧទាហរណ៍ថាយើងនិយាយថាយើងចង់ឲ្យគម្រោងរបស់យើងឬមួយក៏តាមស្តង់ដារមួយចំនួនតម្រូវឲ្យគម្រោងហ្នឹងដើម្បីគេចាត់ទុកថាវាជាអគារបៃតងតើតើមានប្រសិទ្ធភាពការប្រើប្រាស់ធម្មពលហ្នឹងល្អជាង baseline ហ្នឹងប្រហែលជា20%បាទអញ្ចឹងនៅពេលដែលយើងនិយាយពីប្រសិទ្ធភាពធម្មពលការប្រើប្រាស់ភ្លើងរាល់ system ទាំងអស់នៅខាងក្នុងអគារយើងត្រូវត្រួតពិនិត្យមើលនិងសិក្សាធ្វើយ៉ាងណាអគារហ្នឹងមានប្រសិទ្ធភាពធម្មពលជាង20%បូករួមទាំងការ design building shape ឬមួយក៏ building envelope ឬមួយក៏អាចនិយាយសម្រាប់គឺសម្បកក្រៅរបស់អគាររបស់យើងចូលទៅកាន់ system ខាងក្នុងមានប្រព័ន្ធម៉ាស៊ីនជាប្រព័ន្ធពូភ្លើងនិង system ផ្សេងទៀតដែលប្រើប្រាស់ធម្មពលអគ្គិសនីហ្នឹងបាទមិននិយាយតែមួយ long term use ថាតើអា green building ហ្នឹងវា impact ទៅលើoperation cost ដែរបាទត្រឹមត្រូវហើយអញ្ចឹងពេលដែលយើងអ្នកដែលប្រើប្រាស់បានថា user គឺគាត់អាចសន្សំចៃទៅលើ operation cost បាទត្រូវហើយបាទអញ្ចឹងបើនិយាយពីសារៈសំខាន់របស់វាសម្រាប់សារៈសំខាន់វាអាចមានអីគេខ្លះដែលជា specific ជាលក្ខណៈពិសេសឬមួយក៏សារៈសំខាន់របស់អគារដែរសារៈសំខាន់របស់អគារបៃតងប្រកាសថាអគារបៃតងគឺ
គោលគំនិតឬមួយគោល standard នៃការសាងសង់អគារបេតុងគឺវាពិតជាមានសារៈសំខាន់ណាទាំងចំពោះពិភពលោកទាំងមូលទាំងចំពោះយើងជាអ្នកប្រើប្រាស់បាទអញ្ចឹងដោយដែលទាំងអស់គ្នាដឹងអញ្ចឹងថាពីមួយថ្ងៃទៅមួយថ្ងៃមានការកសាងនៅអគារថ្មីជាច្រើនអត់មានថាទោះបីជាក្នុងដំណាក់កាលសេដ្ឋកិច្ចបែបណាក៏ដោយប៉ុន្តែការកសាងនៅតែបន្តមានអញ្ចឹងបាទពីដូចយើងបើយើងប្រៀបធៀបបំពេញកាលពី20ឆ្នាំមុនដល់ឥឡូវវាខុសគ្នាច្រើនណាស់អញ្ចឹងអាហ្នឹងគឺអ្វីដែលយើងមើលឃើញពីការកសាងអគារបើសិនបើយើងអាចបានកសាងវាដោយគ្រប់ទៅតាមគោលគំនិតនៃអគារបេតុងឬមួយក៏ស្តង់ដារនៃអគារបេតុងទេនោះយើងនឹងអាចនឹងបាត់បង់នៅធនធានកាន់តែលឿនបាទអញ្ចឹងសារៈសំខាន់នៃអគារបេតុងគឺជួយឲ្យយើងនៅប្រើប្រាស់ធនធានបានយូរជាងមុនឧទាហរណ៍ថាសម័យមកថាបើសិនបើយើងមានធនធាននិយាយពីបេតុងចុះយើងមានធនធាន1លានតោនក្នុងមួយឆ្នាំអញ្ចឹងបើយើងអត់ប្រើប្រាស់វាមានប្រសិទ្ធភាពទេតែជាយើងប្រើប្រាស់វាអស់ត្រឹមតែ2ឆ្នាំយើងប្រើប្រាស់អស់អីចឹងទៅអញ្ចឹងអគារបេតុងសារៈសំខាន់មួយទី1គឺជួយឲ្យយើងប្រើប្រាស់ធនធានមានប្រសិទ្ធភាពនិងយូរអង្វែងជាងមុនបាទទី2នោះគឺជួយបង្កើតនៅសុខុមាលភាពនិងផាសុកភាពដល់អ្នកប្រើប្រាស់អញ្ចឹងអ្នកប្រើប្រាស់គាត់នឹងទទួលបាននៅផាសុកភាពនៅពេលដែលអគារហ្នឹងសាងសង់ទៅគ្រប់តាមស្តង់ដារអគារបេតុងបាទអញ្ចឹងបើសិនបើយើងអត់មានស្តង់ដារនោះទេនោះអគារយើងអាចនឹងសាងសង់តាមពើចិត្តរបស់យើងក៏ថាបានដែរមែនសន្យាបាទថាអញ្ចឹងសរុបមកវិញវាជួយច្រើនសម្រាប់វិស័យសំណង់អញ្ចឹងសម្រាប់អគារវាមានអគារដូចស្ប៉ាលើកឡើងវាមានអគារថ្មីចាំមកថាយើងខាង investor ឬក៏ខាងម្ចាស់គម្រោងក៏ចង់សាងសង់អគារថ្មីអញ្ចឹងគាត់អាចដាក់ green building បានដែរគាត់អាចបញ្ចូលទៅមួយ green building បានចុះសម្រាប់ម្ចាស់គម្រោងដែលគាត់កំពុងតែអូខេគាត់មានអគារហើយក៏ប៉ុន្តែអគាររបស់គាត់ចាស់ហើយគាត់ចង់ឲ្យអគារហ្នឹងជា green building ដែរអញ្ចឹងគាត់គួរតែធ្វើបែបណាសម្រាប់សភារិទ្ធជាអ្នកជំនាញតែអាចជួយផ្ដល់ជាប្រឹក្សាដល់គាត់បែបណាហើយសមស្របទៅតាមអគាររបស់គាត់ណាបាទអរគុណសន្យាអញ្ចឹងគោលគំនិតមួយក៏ស្តង់ដារនៃអគារបេតុងអាច apply បានទាំងគម្រោងដែលថ្មីតែម្ដងឬមួយក៏អគារដែលយើងកំពុងប្រើប្រាស់នេះអគារដែលមានស្រាប់បាទសម្រាប់អគារដែលថ្មីវាជាឱកាសល្អមួយដែលយើងអាចក្នុងការរៀបចំ planning design និង construct តាំងពីដើមមក foundation មកឲ្យវាត្រូវជាមួយគោលបំណងតែម្ដងឬមួយត្រូវជាមួយស្តង់ដារតែម្ដងបាទសម្រាប់អគារចាស់យើងនៅតែអាចធ្វើទៅបានអញ្ចឹងគ្រាន់តែយើងមើលទៅលើអ្វីផ្សេងទៀតឧទាហរណ៍ដូចជាតើយើងធ្វើយ៉ាងម៉េចទៅដើម្បីឲ្យអគារដែលយើងមានស្រាប់នេះដំណើរការទៅមានប្រសិទ្ធភាពថាមពលជាងមុនអញ្ចឹងយើងមើលទៅលើប្រព័ន្ធអគ្គិសនីរបស់គាត់អីចឹងជាតាមទៅបាទយើងមើលទៅថាតើអគារដែលចាស់នឹងវាផ្ដល់នៅផាសុកភាពគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ឬមួយក៏វាខ្វះគេដែរអញ្ចឹងយើងអាចផ្ដល់ជាមតិយើងអាចផ្ដល់ជាគោលគំនិតក៏ដូចជា requirement ផ្សេងៗជូនទៅគាត់ដើម្បីគាត់អាចអភិវឌ្ឍអគាររបស់គាត់ឬមួយក៏ renovate ទៅឲ្យបានប្រសើរបាទបន្ថែមពីលើហ្នឹងយើងក៏មើលទៅលើដំណើរការរបស់អគារចាស់ហ្នឹងដែរថាតើអគារចាស់នៅពេលដែលដំណើរការហ្នឹងវាយើងដំណើរការទៅបានល្អនៅបាទអញ្ចឹងតែយើងដំណើរការបែបមិនដែរអញ្ចឹងយើងក៏មានជា recommendation ផ្សេងៗដើម្បីដំណើរការអគារហ្នឹងកាន់តែល្អប្រសើរដែរទីសោតអគារដែលមានស្រាប់ហ្នឹងគឺជាអាចនិយាយបានថាយើងអាចធ្វើអគារហ្នឹងកាន់តែបេតុងទៀតដល់មិនចាំបាច់សាងសង់ថ្មីទេបើយើងវាយអគារហ្នឹងចោលសាងសង់ថ្មីពីដូចយើងខាត់បងធនធានដែលមានស្រាប់អញ្ចឹងចាំមកន័យថាអគារដែលយើង renovate ហ្នឹងវាអាច better ជាងយើងសាងសង់ថ្មីហ្នឹងទៀតបាទបើនិយាយពី concept បែបបេតុងគឺអគារដែល renovate គឺវាល្អជាងយើងសាងសង់ថ្មីមានថាយើងមិនចាំបាច់ទៅរកធនធានធម្មជាតិផ្សេងបន្ថែមមកសាងសង់វាគឺយើងកែច្នៃអ្វីដែលមានស្រាប់នេះអញ្ចឹងយើងអាចធ្វើអគារហ្នឹងរស់ឡើងវិញបានហ្នឹងហើយបាទហ្នឹងហើយខ្ញុំចាប់អារម្មណ៍រឿងមួយទៀតតាក់ទងជាមួយនឹងការយល់ច្រឡំណាព្រោះអីខ្ញុំឃើញមានការយល់ច្រឡំច្រើនខ្លាំងមែនទែនឲ្យតែដាក់green building ចូលចាស់ក្រុមគាត់សែចេះថាអូគាត់មាន budget ប៉ុណ្ណេះហើយការងារសាងសង់របស់គាត់ប៉ុណ្ណេះអញ្ចឹងតែទៅមួយនឹងការបញ្ចូលនៅ green building ហ្នឹងវាប៉ះពាល់ទៅដល់ budget របស់ client អត់ឬក៏រយៈពេលនៃការសាងសង់ឬក៏អត់អញ្ចឹងណាខ្ញុំក៏មានបទពិសោធន៍នៅចំនួនដែរតែទៅមួយនឹងការដាក់បញ្ចូល green building ព្រោះអីខ្ញុំជាអ្នកដែល estimate ទៅលើ budget ដែរអញ្ចឹងពេលដែលខ្ញុំដាក់ green building ចូលឧទាហរណ៍ថាគេត្រូវការ certificate អីមួយគេថា list ចោះខ្ញុំប៉ះមួយ list អញ្ចឹងទៅគេមាន
mà còn là đâu vì certified ទៅ silver វាខុសគ្នាតម្លៃចង់ 20% បាទហ្នឹងនៃតម្លៃសាងសង់អញ្ចឹងម្ចាស់គម្រោងគាត់អាចនឹងអត់ហ៊ានដាក់នេះអញ្ចឹងពីខាងសុផារិតយកឃើញបែបទៅសម្រាប់លក្ខខណ្ឌបែបហ្នឹងបាទហ្នឹងហើយអរគុណសន្យាបាទហ្នឹងវាជាអីដែលជាសម្បូរដែលខ្ញុំតែជួបប្រទេសពេលដែលខ្ញុំជួបជាមួយនឹង owner ឬមួយក៏ខាង contractor អីជាដើមបាទអញ្ចឹងសូមជំរាបផងដែរថាគីបៃតងវានិយាយបានថាវាអាស្រ័យទៅលើគោលដៅរបស់យើងឯងគោលដៅនៃគម្រោងតែយើងចង់ឲ្យវាបៃតងនឹងកម្រិតណាដែរបាទឧទាហរណ៍ថា 100% renewable energy ប្រភេទ renewable energy អញ្ចឹងយើងត្រូវ invest លើ solar មែនទេតែនៅគម្រោងរបស់គាត់អត់មាន solar ទេមែនទេអញ្ចឹងវាជា investment ធំមួយឯងអញ្ចឹងវាអាស្រ័យលើគោលដៅនៃគម្រោងទី1បាទទី2ប្រសិនបើយើងក៏អាចធ្វើបានដែរថាធ្វើមកយើង develop គម្រោងហ្នឹងជាលក្ខណៈស្របទៅតាមស្តង់ដារគេបេតងហើយវានៅស្ថិតនៅក្នុង budget នៃគម្រោងយើងក៏អាចធ្វើបានដែរបាទឲ្យតែម្ចាស់គម្រោងនោះមួយក៏គម្រោងហ្នឹងគាត់ involve consultant ដូចពួកខ្ញុំពីដើមទីមានថាយើងយល់ដឹងពីគោលដៅរបស់គាត់យើងយល់ដឹងពី budget របស់គាត់ពេលវេលារបស់គាត់យើងរៀបចំrequirement ហ្នឹងឬមួយក៏ recommendation តាក់ទងvớiអាគីបេតុងឲ្យស្របទៅតាមbudget និងពេលវេលារបស់គាត់បាទអញ្ចឹងមានន័យថាចេះអូមកថាម្ចាស់គម្រោងក៏ចង់បញ្ចូលគម្រោងរបស់គាត់ជា green building បាទបើ the better ហ្មងគឺគាត់ត្រូវតែចាប់ផ្ដើមគិតតាំងពី design ហ្មងបាទបានលឿនជាងនេះកាន់តែល្អទៅពី planning phase ទៅតែម្ដងល្អដែរបាទអញ្ចឹងមកថាពេលដែលយើងចាប់ផ្ដើមគិតគូររឿង green building នេះយើងគិតគូរតាំងពី feasibility study ហ្មងបាទព្រោះជាទូទៅពេលដែលខ្ញុំធ្វើការងារ planning ឲ្យខាងម្ចាស់គម្រោងពេលដែលគាត់ឲ្យយើងសិក្សាទៅលើការងារគម្រោងរបស់គាត់តាំងពីអត់មាន design ហ្មងអញ្ចឹងយើងតែងតែសួរតើគម្រោងរបស់គាត់ហ្នឹងគាត់គិតគូរទៅលើ green building អត់បាទព្រោះជាបបពិសោធន៍បើសិនជាយើងអត់សួរគាត់ពេលយើងចាប់ផ្ដើមគម្រោងជួនកាលគាត់ត្រូវការវាដោយសារតែ partner របស់គាត់ឬក៏ shareholder របស់គាត់ហ្នឹងគឺតម្រូវឲ្យមានcertificate ណាមួយបញ្ជាក់ថាគម្រោងរបស់គាត់ជាប្រភេទ green building ហ្នឹងទៅអញ្ចឹងសម្រាប់សុផារិតអូមកថាបើសិនបើ design ចប់ព្រោះបើ design វាស្រួលពេកទៅអត់បើយើងចូលតាមពី design អូមកថា design ហើយតែពេលដែលដល់វគ្គ construction ម្ចាស់គម្រោងស្រាប់តែអូខេខ្ញុំចង់ធ្វើឲ្យខ្ញុំខ្លាចជា green building សម្រាប់សុផារិតតើវាមាន technique អីឬក៏មានយោបល់អីសម្រាប់ចំណុចហ្នឹងអត់តាមម្ចាស់គម្រោងអាចនឹងទទួលបាន shift ទៅលើ green building ហ្នឹងអត់បើសិនជាគាត់ start បច្ចេកបានមកពេលហើយមកថាបច្ចេកមួយឆ្នាំតែគាត់ start មួយខែគាត់ទំនឹកឃើញរឿងហ្នឹងបាទដូចជាយើងមានបច្ចេកមួយធ្លាប់បានពីគ្នាដែរធ្លាប់បាទធ្លាប់ច្រើនដែរចង់បញ្ជាក់ដែរថាតាមពិតទៅយើងចង់ start ចាប់ផ្ដើមនៅការ apply green building standard នឹងចូលនៅក្នុងដំណាក់កាលណាក៏បានដែរបាទប៉ុន្តែបើលឿនបំផុតកាន់តែលឿនកាន់តែល្អមានថាយើងមានភាពបត់បែនខ្ពស់ក៏ដូចជាមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការ planning បាទអញ្ចឹងឧទាហរណ៍ថាប្រសិនបើយើងចូលដល់ក្នុងដំណាក់កាល construction ហើយអញ្ចឹងមានរបស់ជាច្រើនដែលយើងមិនអាចក្នុងការកែប្រែបានទេបាទអញ្ចឹង sustainability goal របស់គាត់ឬមួយ green building goal របស់គាត់ក៏ត្រូវ limit ដែរឧទាហរណ៍ថាបើយើងចាប់ផ្ដើមដល់ construction ហើយអញ្ចឹង level បើនិយាយពី certification វិញឧទាហរណ៍ថា level របស់វាអាចបាន level ទីបំផុតអីចឹងទៅព្រោះថាបើយើងយក level ខ្ពស់ទៀតវាអាចប៉ះពាល់ដល់ design សើរើដល់គឺផ្សេងទៀតអីជាដើមបាទអញ្ចឹងប្រសិនបើយើងចង់attempt យើងនិយាយថា attempt មួយគោលដៅរបស់យើងចង់បានកម្រិតនៃ sustainability ឬមួយក៏ green building standard របស់យើងកាន់តែខ្ពស់យើងគួរចាប់ដើមលឿនបំផុតតាមដែលអាចធ្វើទៅបានបាទអូខេអញ្ចឹងបើសិនជាអ្នកដែលកំពុងគិតគូររឿង green building គួរតែគិតគូរហើយទៅបើសិនដំណាក់កាលណាកុំឲ្យຕົកដល់ពេលចុងក្រោយវាហួសពេលបាទតែនិយាយអញ្ចឹងមិនមែនន័យថាយើងរបស់ខ្ញុំ design ហើយឬមួយក៏ under construction មិនអាចនឹង apply green building standard បានទេគឺយើងអាចធ្វើទៅបានប៉ុន្តែយើងត្រូវសិក្សាយើងធ្វើគេហៅថា feasibility study មើលថាតើគម្រោងហ្នឹង
ai sẽ make ban trong công việc nào thầm cũng rất ná rồi mỗi cố khoa khát ấy cái khá đây bên nó diễn inform từ căn project team đó hay là owner đó là bây có sẽ make cho ta bây giờ apply green building standard ấy cho đó nhưng chứ những thử ta thưa cả cái phé nâng bạc bỏ investment bỏ quạt lại rồi bà buổiจะสไลด์ยมเคยสุภาพเราเป็นฝึกการแบบนี้มีทางพวกยังฝึกทางเป็นดีไซน์เฟสดีไซน์เฟสแบ่งกันฟอร์สมือគ្នារឿងការងារ check មើល material check មើល efficiency តែមួយ system មួយចំនួនហើយរហូតដល់ការងារ construction phase ទៀតអញ្ចឹងបើយើងនិយាយពីទូនីតិរបស់ green building ឬក៏ green building expert តាំងពី phase ចាប់ដើមរហូតដល់បញ្ចប់ phase ហ្នឹងអាចប្រាប់ខ្លះៗបានអត់ថាតើpre construction phase ធ្វើអីគេ construction phase ធ្វើអីគេបន្ទាប់ចុងក្រោយធ្វើអីគេបាទខ្ញុំត្រូវសន្យាគឺក្នុងនាមយើងជាអ្នកជំនាញខាងអង្គារបេតុងក៏ដូចជាអ្នកប្រឹក្សាយោបល់គម្រោងយើងមិនប្រឹក្សាត្រឹមតែ planning ហើយ design ចប់ទេប៉ុន្តែយើងមានទូនាទីថាធ្វើឲ្យប្រកាសថាធ្វើយ៉ាងម៉េចដើម្បីឲ្យគម្រោងហ្នឹងអាចសម្រេចបាននៅគោលដៅ sustainability គឺមួយគោលអគារបៃតងនៅពេលដែលបញ្ចប់មែនបាទអញ្ចឹងវាទាមទារឲ្យយើងត្រូវតែចាប់ផ្ដើមពី OK planning ទៅធ្វើអីគេបាទយើងរៀបចំគោលដៅនៃឬមួយក៏ sustainability goal របស់ project អីទៅជា sustainability goal របស់ project បន្តមកទៀតយើងរៀបចំនៅ design requirement ឬមួយក៏ហៅថា design guideline មួយដល់ project team ទាំងអស់មួយ consultant ទាំងអស់ដែលវាតាក់ទងហ្នឹងគឺយើងត្រូវតែ implement design guideline ហ្នឹងបាទនៅក្នុងដំណាក់កាល design phaseចឹងនៅពេល design phase ហ្នឹងនៅពេលគាត់ implement design guideline ពីពួកយើងទៅយើងនឹងធ្វើការ review និង check verify ផ្សេងឧទាហរណ៍ថាtarget របស់យើងត្រូវ saving ថាពល 20% ចុះអញ្ចឹងយើងត្រូវ check មើលថា design របស់គាត់ហ្នឹងអាចសម្រេចបាន saving ថាពល 20% ហើយនៅពេលដែលសម្រេចបានហើយទើបយើងទៅ step បន្តទៀតអីចឹងទៅបាទនៅក្នុង construction stage ដូចគ្នាដែរយើងមិនមែនថាdesign របស់យើងអាច meet ហើយ construction យើង plan ចោលទេយើងត្រូវ follow up review មាន report site visit site audit ពេលបញ្ចប់ទៀតរហូតដល់គម្រោងនឹងចប់នឹងសម្រេចបាននូវគោលដៅអាគីបេតុងរបស់គាត់បាទដូចយើងមាន project មួយចំនួនមិនដែល construction ជាមួយគ្នាអញ្ចឹងឥឡូវនេះតែបន្តធ្វើការគ្នារហូតដល់ចឹងទៅបាទ Yes good ព្រោះពេលខ្លះម្ចាស់គម្រោងគាត់យល់ឃើញថាសម្រាប់ green building មកតែ pre construction ពេល design ទៅចប់ហើយអញ្ចឹងពេលដែលចាប់បាន construction ទុកឲ្យ contractor គាត់អ្នកធ្វើខ្លួនឯងទៅមិនចាំបាច់ត្រូវការអញ្ចឹងណាតែសម្រាប់ខ្ញុំគិតខុសពីហ្នឹងព្រោះខ្ញុំឃើញការងារដែលសុភារិតគាត់ធ្វើមួយគ្នាព្រោះcontractor តែម្នាក់គាត់អាច control បានដែរព្រោះតែការអ្នកដែលគាត់មានជំនាញទាំងការ check material ថាតើ material នោះត្រូវអត់ទាំងការងារ waste នៅក្នុង construction តែការរៀបចំ waste ឬក៏ point មួយដែលគាត់រៀបចំហ្នឹងវាតាមត្រូវទៅតាមគោលការណ៍អត់បាទហើយវាមានរឿងច្រើនជាងហ្នឹងទៀតដែលខ្ញុំធ្លាប់ជួបឬក៏ធ្លាប់រៀនពីខាង green building expert ហើយបើយើងនិយាយ back ទៅលើការងារ green building នៅក្នុងប្រទេសកម្ពុជារបស់យើងវិញសម្រាប់ខ្ញុំឃើញថាគេចាប់ផ្ដើមគិតគូរទៅលើរឿងហ្នឹងច្រើនហើយតែទៅមួយស្ថាប័នរបស់យើងក៏គាត់គិតគូរដែរហើយសម្រាប់សុភារិតវិញតើទៅជាមួយនឹង green building នៅក្នុងប្រទេសកម្ពុជារបស់យើងព្រោះយើងមានអគារប្រភេទច្រើនខ្លាំងមែនទែនអញ្ចឹងតើ green building នេះយើងអាចដាក់បញ្ចូលសម្រាប់តែ high rise building ទេឬក៏ប្រភេទ building ផ្សេងយើងអាច implement green building នឹងបានបាទសម្រាប់នៅក្នុងប្រទេសកម្ពុជារបស់យើងឃើញថាសប្តាហ៍ថ្ងៃហ្នឹងមានអគារប្រហែលជាខ្ទង់20ទៅ30អគារដែលទទួលស្គាល់ជា green building ពីស្ថាប័នអន្តរជាតិឧទាហរណ៍ដូចជាពី USGBC ដែលគាត់មានជា standard ហៅថា LEED ហ្នឹងឬមួយក៏ពី IFC ដែលមាន standard ហៅថា H ជាដើមបាទអញ្ចឹងយើងមានថាជា20 30អគារហើយក្នុង20 30អគារហ្នឹងមានស្ទើរតែគ្រប់ប្រភេទនៃអគារchứមិនថាជា high rise មិនថាជា school office ឬមួយក៏ interior space ឬមួយក៏ជា factory អញ្ចឹងគ្រប់ប្រភេទអគារទាំងអស់សុទ្ធតែអាចសាងសង់ក៏ដូចជា apply នៅ green building standard បានបាទចឹងមកន័យថាមិនមែនយើង specific ទៅលើអគារមួយអគារផ្សេងអាចធ្វើបានទេចឹងទេគឺអាចបានផងបានព្រោះសម្រាប់ខ្ញុំឃើញមានអគារមួយចំនួនអញ្ចឹងណាដូចជាគេចាប់ផ្ដើមធ្វើច្រើនទៅលើ green building ដូច factory អញ្ចឹងសម្រាប់ factory សម្រាប់ប្រទេសកម្ពុជារបស់យើងគឺចូលច្រើនមកមែនតែ factory បច្ចុប្បន្នខ្ញុំឃើញការងារវិស័យសំណង់ហ្នឹងទៅលើការងារ factory គឺចូលមកច្រើនអញ្ចឹងសម្រាប់ factory
បើយើងនិយាយទៅវាចាំបាច់អត់សម្រាប់ការដាក់បញ្ចូលអាហ្នឹង បាទធំត្រូវយើងឃើញថាមានការ apply មួយគួរ apply green building concept និង standard ហ្នឹងពី factory ច្រើនមែនបាទមូលហេតុគឺថាមូលហេតុចម្បងមួយដែលយើងតែងតែជួបការងារ factory នោះគឺfactory ភាគច្រើនគឺយើងត្រូវ export product ទៅខាងក្រៅបាទអញ្ចឹងដើម្បី export product ទៅខាងក្រៅសប្តាហ៍នៅប្រទេសធំៗជាច្រើនទាមទារឲ្យ supplier របស់គាត់ហ្នឹង meet នៅគេហៅថា sustainability goal មួយបាទអញ្ចឹង sustainability goal នោះទៅជា energy efficiency រឿង carbon footprint និងរឿង healthy environment ពេលដែលយើងធ្វើការអញ្ចឹងទៅអញ្ចឹង green building គឺជួយឲ្យ factory ទាំងអស់ហ្នឹងសម្រេចនៅ sustainability goal ដែល set ដោយ buyer របស់គាត់អីចឹងទៅចឹងហ្នឹងជាចំណុច influence ធំមួយដែលធ្វើឲ្យ factory ភាគច្រើនគាត់ចង់ apply green building certification បាទអីផ្សេងទៀតនោះឧទាហរណ៍ដូចជាគាត់អាចទទួលបាននៅកម្ចីគេ green finance ជានៅពេលដែលគាត់អភិវឌ្ឍជាលក្ខណៈ factory គាត់ជាលក្ខណៈបៃតងគាត់អាចនឹងមាន access ទៅកាន់ green finance អីជាដើមបាទតើទៅមួយនឹង high rise building អញ្ចឹងភាពពិបាកនៅក្នុងការធ្វើការងារជា low rise building ហើយនិង high rise building ទៅលើ green building តើវាមានផលពិបាកបែបណាឬក៏សម្រាប់ការ implement អាហ្នឹងក៏វាអត់ខុសគ្នាប្រហែលដែរបាទអញ្ចឹងពីគម្រោងទៅមកគម្រោងវាស្ទើរមានលក្ខណៈផ្សេងទាំងអស់មិនថាត្រឹមតែទំហំទេសូម្បីតែមុខងារក៏វាខុសគ្នាដែរឧទាហរណ៍និយាយពី factory ជាមួយនឹងអគារទូទៅលក្ខណៈរបស់វាខុសគ្នាបាត់ដែរអញ្ចឹង requirement ក៏វាអាចទៅតាមនឹងដែរទៅតាមប្រភេទនៃគម្រោងដែរគ្រាន់តែក្នុងនាមជា green building consultant គឺយើងអីដែលសំខាន់នោះគឺយើងប្រើ technique ផ្សេងដើម្បីធ្វើម៉េចអាចសម្រេចនៅគោលដៅនៃគម្រោងហ្នឹងឬមកគោលដៅនៃ sustainability ឬ green building ហ្នឹងបាទយើងឧទាហរណ៍ថាយើងនិយាយគោលដៅអំពីរឿង energy efficiency ឬ energy saving ថា 20% ចុះអញ្ចឹងតាមប្រភេទនៃ project នីមួយៗវាមាន system ផ្សេងដើម្បីសម្រេចបាននៅ energy efficiency ហ្នឹងឧទាហរណ៍ high rise និយាយពី high rise ប្រហែលជាគេប្រើ centralized HVAC system អីចឹងទៅដល់ពេលនិយាយពីគីទុយ pay per split unit ធម្មតាមួយអញ្ចឹងទៅយើង apply យើងមើលទៅលើ system នឹងផ្សេងគ្នាដែរបាទបើនិយាយ factory វាអាចមិនមានតែអគារទេប៉ុន្តែវាអាចមាន machinery នៅក្នុងនោះទៀតយើងត្រូវមើលចូលទៅដល់ machinery ទៀតអញ្ចឹងយើងត្រូវតែពីមកប្រភេទអគារទៅមកប្រភេទអគារវាត្រូវមានលក្ខណៈនៃលក្ខណៈវិនិច្ឆ័យបូកជាមួយនឹង recommendation ហ្នឹងផ្សេងគ្នាដែរបាទយើងជាអ្នកជំនាញខាងហ្នឹងអញ្ចឹងអ្វីដែលយើង commit គឺធ្វើម៉េច delivery project របស់ client ទៅតាមអ្វីដែលគាត់ត្រូវការបាទហើយយើងនិយាយពីស្ថានភាពឬក៏បរិបទនៅប្រទេសកម្ពុជារបស់យើងពួកខ្ញុំឃើញមានស្ថាប័នមួយចំនួនគឺគាត់កំពុងគិតគូររឿងហ្នឹងហើយអញ្ចឹងតើមួយស្ថាប័នប្រហែលអាចចែកម្លែកតិចបានតើសម្រាប់ស្ថាប័ននៅប្រទេសកម្ពុជារបស់យើងហ្នឹងគាត់គិតគូរបែបណាទៅលើ green building នៅក្នុងប្រទេសកម្ពុជារបស់យើងណាបាទកន្លងមកក៏ខ្ញុំក៏ធ្លាប់ចូលនៅសិក្ខាសាលាផ្សេងដែលរៀបចំដោយក្រសួងបរិស្ថាននិងរៀបចំដោយក្រសួងដែនដីដែលមានគោលបំណងក្នុងការបង្កើតនៅហៅថា Cambodia Green Building Standard ឬក៏ certification មួយសម្រាប់ apply នៅក្នុងប្រទេសកម្ពុជារបស់យើងទោះបីបច្ចុប្បន្នវាមិនទាន់ officially ចេញជាផ្លូវការប៉ុន្តែនៅថ្ងៃអនាគតខ្ញុំជឿថាប្រកាសជាមានព្រោះថាយើងត្រូវការវាដែរពេលខ្លះយើង apply standard ឧទាហរណ៍ជា LEED នៅសហរដ្ឋអាមេរិកអីជាដើមអញ្ចឹងវាអាចនឹងលំបាកវា requirement ដូចគ្នានឹងអាគារនៅសហរដ្ឋអាមេរិកដែរអញ្ចឹងទៅតែបើសិនបើយើងមានជាលក្ខណៈ local standard ដែលវាឆ្លុះបញ្ចាំងឬវាឆ្លើយតបជាមួយតម្រូវការក្នុងស្រុកចឹងប្រហែលអាចងាយស្រួលនៅក្នុងការអនុវត្តហើយនឹងជួយជំរុញនៅ green building movement ហ្នឹងនឹងការប្រវត្តិបែបបៃតងដែរបាទអញ្ចឹងមានន័យថាបច្ចុប្បន្នខាងស្ថាប័នរបស់យើងឬក៏ក្រសួងរបស់យើងគឺគាត់គិតគូរទៅលើ green building ដែលជា certificate សម្រាប់បើនិយាយពី certificate សម្រាប់ក្នុងស្រុករបស់យើងហើយបើយើងនិយាយពី certificate ក្រៅស្រុកវិញតើដើម្បីកំណត់បានថាអគាររបស់យើងជាប្រភេទ green building អញ្ចឹងតើយើងកំណត់តាមយ៉ាងណាបើសិនជាយើងនិយាយទៅដូចសំណួរខាងលើអញ្ចឹងឲ្យតែពណ៌បៃតងគឺ green building ឯងអញ្ចឹងដើម្បីកំណត់បានថាអគារមួយហ្នឹងគឺជាប្រភេទ green building តែយើងមានអីគេមកបញ្ជាក់បាទខ្ញុំត្រូវសន្យាអញ្ចឹងគឺ green building គឺមានជា criteria ឬមួយក៏លក្ខណៈវិនិច្ឆ័យ
រៀងៗខ្លួនអាស្រ័យទៅតាមប្រភេទនៃ standard ដែលយើង apply ហ្នឹងបាទខ្ញុំឧទាហរណ៍យើងលើកយកមក standard lead ចុះ LED ដែលពីច្រើនធ្វើជាមួយគ្នាហ្នឹងដែលគេពេញនិយមជាងគេដែរនៅក្នុងស្រុកយើងបាទមិនតែស្រុកយើងទេគឺជាលក្ខណៈglobally ហ្មងគឺពេញនិយមប្រើប្រាស់ standard lead ជាងគេបាទបើនិយាយពី lead វាមាន criteria ជាច្រើនដល់ទៅបើនិយាយធំពី10 9ទៅ10មកគេថាcredit categories ជាបណ្ដុំនៃលក្ខណៈវិនិច្ឆ័យបាទហើយនៅក្នុងបណ្ដុំនៃលក្ខណៈវិនិច្ឆ័យវាមួយវាអាចមាន5ទៅ10ទៀតជាងសរុបទាំងអស់វាប្រហែលចូលពី70ទៅ90លក្ខណៈវិនិច្ឆ័យទុយបូកបញ្ចូលគ្នាមកវាបានជាកម្រិតឬមួយក៏បន្ទុកមួយអញ្ចឹងទៅបាទអញ្ចឹងរាល់ project ទាំងអស់ទី1លក្ខណៈវិនិច្ឆ័យវាអាស្រ័យទៅលើប្រភេទ standard ដែលគាត់ apply បាទចឹងបើគាត់ apply standard lead យើង follow តាមលក្ខណៈវិនិច្ឆ័យរបស់ lead បើគាត់ apply standard age យើង follow តាមលក្ខណៈវិនិច្ឆ័យរបស់ age គ្រាន់តែទាំងពីរហ្នឹងអ្វីដែលដូចគ្នានោះមួយក៏មិនមែនតែទាំងពីរហ្នឹងគឺ green building standard ទូទាំងពិភពលោកតែម្ដងអ្វីដែលដូចគ្នានោះគឺទី1គឺកាត់បន្ថយនៅផលប៉ះពាល់បរិស្ថានពីសំណង់របស់យើងឧទាហរណ៍ប្រើប្រាស់ប្រសិទ្ធភាពថាមពលឲ្យមានប្រសិទ្ធភាពជាងមុនប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពជាងមុននេះជាដើមបាទហើយតើទៅជាមួយនឹងការ fly នឹងទៀតសោតតើអ្នកថាគេអ្នក fly ព្រោះអីបើយើងនិយាយមិញបានន័យថាយើងត្រូវ fly បន្ថែមទៀតមិនមែនថាយើងជួល expert ហើយត្រូវការចាប់គម្រោងគឺយើងទទួលបាន green building certificate នឹងមកទេអញ្ចឹងតើទៅមួយការ fly តើអ្នកគេជាអ្នក fly អញ្ចឹងពួកយើងជាអ្នកប្រឹក្សាយោបល់យើងប្រឹក្សាតាមដានវិតម្លៃនិងក៏ apply ដើម្បីទទួលបាន certification ដែរអញ្ចឹងការងាររបស់ពួកយើងគឺតាំងពីដើមរហូតតតែសម្រាប់បាននៅគោលដៅ green building របស់គាត់ហើយសម្រាប់បាននៅ certification មួយក៏ការទទួលស្គាល់ពីស្ថាប័នដែរបាទអញ្ចឹងពួកយើងអាចនិយាយថាជួយគម្រោងតាំងពីដើមរហូតដល់ចប់ហ្មងពេលខ្លះនៅក្រោយគេទៀតព្រោះថា certification ហ្នឹងវាមិនមែនយើងសងចប់ហើយបានហ្មងឯងវាឲ្យ3ទៅ6ខែអីក្រោយហ្នឹងទៀតបាទចឹងយើងត្រូវ submit ឯកសាររបស់យើងទាំងអស់តាំងពីដើមរហូតដល់ចប់ដើម្បីយក certificate ហ្នឹងមកបាទបាទអូខេបើនិយាយពី green building ហ្នឹងបើសិនជាយើងនិយាយវាយើងយូរ2ម៉ោងអីនិយាយតអស់ផងអញ្ចឹងខ្ញុំគិតថាតទៅជាមួយនឹងចំណុចដែលសុផារិតគាត់លើកឡើងគឺខ្ញុំគិតថាច្រើនគួរសមដែរដែលយើងអាចយល់ដឹងអំពី green building សម្រាប់វិស័យសំណង់របស់យើងបាទអញ្ចឹងសំណួរចុងក្រោយសម្រាប់ខ្ញុំដែលខ្ញុំចង់សួរតើសម្រាប់បើសិនជាមានកូនសិស្សឬក៏ខាងវិស្វករគាត់ចង់យល់ដឹងអំពី green building ឬក៏គាត់ចង់ធ្វើជា green building expert ដូចជាស្ភារដែរតើគាត់គួរមានលក្ខណៈបែបណាគាត់ត្រូវមានចេះអីគេខ្លះគាត់ត្រូវbackground របស់គាត់ត្រូវតែមកពី architecture ឬក៏មកពីខាងណាអញ្ចឹងទៅបាទនេះជាការចែកម្លែកទូទៅទេវាមិនមែនថា follow តាមខ្ញុំទេវាត្រូវ 100% ទេបាទអញ្ចឹងបើសិនបើនិស្សិតរបស់យើងក៏ដូចជាអ្នកជំនាញក្នុងវិស័យសំណង់ចង់ខ្លាំងខ្លួនជាអ្នកប្រឹក្សាអគារបៃតងនោះគឺទី1ចាំបាច់យើងត្រូវតែមានចំណេះដឹងផ្នែកអគារហ្នឹងឯងបាទយើងមិនអាច transfer ពីផ្នែកផ្សេងចូលមកយើងធ្វើតែម្ដងទេយើងត្រូវមានមូលដ្ឋានផ្នែកអគារអញ្ចឹងគាត់អាចមកផ្នែកដែលឧទាហរណ៍គាត់ជាស្ថាបត្យករឬមួយក៏ជារៀនខាងarchitecture ឬមួយក៏ civil engineer mechanical engineer អញ្ចឹងពួកគាត់ស្រាប់មានចំណេះដឹងផ្នែកអគារបាទទី2យើងត្រូវរៀនសូត្របន្ថែមអំពី requirement របស់បរិស្ថាននៃជាដើមនិង requirement ទៅតាមstandard នីមួយៗឧទាហរណ៍ដូចបើយើងចង់សិក្សាពី lead យើងស្វែងយល់ពី lead បន្ថែមយើងចង់សិក្សាពី A យើងស្វែងយល់ពី H បន្ថែមហើយអីដែលមិនអាចខ្វះបានគឺបទពិសោធន៍ក្នុងការធ្វើការងារហ្នឹងបាទរីឯខាងម្ចាស់គម្រោងឬក៏អ្នក investor វិញតើសុផារិតមានយោបល់បែបណាព្រោះមកតែគាត់កំពុងតែគិតគូរគាត់គិតអត់ចេញទេបាទអញ្ចឹងពីសុផារិតមានយោបល់បែបណាទៅកាន់ម្ចាស់គម្រោងឬក៏ investor បាទសម្រាប់ម្ចាស់គម្រោងក៏ដូចជាអ្នកវិនិយោគមិនថាក្នុងស្រុកឬមួយក្រៅស្រុកបាទបើសិនបើមានបំណងក្នុងការវិនិយោគទៅលើការពិវត្តជាសំណង់អគារមិនថាជាលំនៅឋាន condo factory ជាដើមខ្ញុំគិតថាចាំបាច់ខ្លាំងណាស់នៅក្នុងការ apply ជា green building standard ឬមួយក៏ certification ព្រោះថា green building standard បច្ចុប្បន្នវាមិនមែនគ្រាន់តែជាstandard មួយប៉ុន្តែវាคล้ายទៅជា branding វាคล้ายទៅជាលក្ខណៈពិសេសរបស់អគារវាបង្ហាញអំពីការខិតខំប្រឹងប្រែងក៏ដូចជាការបដិញ្ញាចិត្ត
របស់យើងដើម្បីចូលរួមចំណែកនៅក្នុងការកាត់បន្ថយនៅផលប៉ះពាល់បរិស្ថានទន្ទឹមនឹងក្នុងការចូលរួមចំណែកបង្កើតនៅសំណង់អគារដែលល្អសម្រាប់អ្នកប្រើប្រាស់អញ្ចឹង Green Building Standard នឹងជួយឲ្យគម្រោងរបស់លោកអ្នកវាកាន់តែមានតម្លៃទាំងផ្នែកសេដ្ឋកិច្ចបរិស្ថាននិងសង្គមផងដែរបាទអូខេអញ្ចឹងពីខាងខ្ញុំដូចជាខ្ញុំអត់មានសំណួរអីទៀតទេដោយសារថាបានក្បោះក្បាយច្រើនខ្លាំងមែនតើហើយអញ្ចឹងតើតើជាមួយនឹង Green Building ហ្នឹង back មកវិញគឺខ្ញុំគិតថានៅតែមានសារៈសំខាន់ខ្លាំងមែនតើសម្រាប់ជាពិសេសប្រទេសកម្ពុជារបស់យើងកំពុងតែអភិវឌ្ឍហ្នឹងអញ្ចឹងយើងគួរតែបញ្ចូលទៅមួយ Green Building ហ្នឹងទៅហើយអូខេសម្រាប់ថ្ងៃហ្នឹងក៏ខ្ញុំមានតែប៉ុណ្្នឹងដែរហើយខ្ញុំសង្ឃឹមថា podcast មួយហ្នឹងអាចផ្ដល់នៅចំណេះដឹងតាក់ទងជាមួយនឹងវិស័យសំណង់ក៏ដូចជាតាក់ទងជាមួយនឹង Green Building ទៅកាន់អ្នកដែលកំពុងតែទស្សនាហើយខ្ញុំនឹងមានអេពីសូតបន្តទៅទៀតខ្ញុំនឹង invite តាក់ទងអ្នកបច្ចេកទេសក៏ដូចជាអ្នកដែលគាត់មានជំនាញនៅខាងសំណង់មកធ្វើការបកស្រាយបន្ថែមអញ្ចឹងអរគុណច្រើនអ្នកនរគ្នាសម្រាប់ការទស្សនាតាំងពីផ្ដើមរហូតដល់ចប់អញ្ចឹងជួបគ្នានៅក្នុងអេពីសូតបន្តទៀតបាយបាយ